ភាពខុសគ្នារវាងក្តីស្រមៃនិងគោលដៅអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សភាគច្រើនមានក្តីស្រមៃដូចគ្នាប៉ុន្តែលទ្ធផលនៃជីវិតដែលពួកគេទទួលបានបែរជាខុសគ្នាដាច់ស្រឡះមនុស្សគ្រប់គ្នាដឹងពីរបៀបស្រមៃប៉ុន្តែមានមនុស្សតិចតួចណាស់ដែលយល់ពីរបៀបកំណត់គោលដៅក្តីស្រមៃគឺជាអ្វីដែលអ្នកចង់បាននៅពេលដែលអ្នកបិទភ្នែកវាគឺជាភាពស្រស់ស្អាតគឺជាការស្រមៃមើលពីភាពជោគជ័យភាពមានបាននិងជីវិតដ៏ល្អឥតខ្ចោះក្តីស្រមៃមានលក្ខណៈអរូបីវាមិនគិតថ្លៃហើយវាមិនតម្រូវឲ្យអ្នកខំប្រឹងធ្វើអ្វីទាំងអស់អ្នកអាចដេកស្រមៃពេញមួយថ្ងៃក៏គ្មាននរណាហាមឃាត់ដែរប៉ុន្តែសូមចងចាំថាក្តីស្រមៃដែលគ្មានសកម្មភាពវានឹងនៅត្រឹមតែជាការយល់សប្តិដែលមិនអាចប៉ះពាល់បានជារៀងរហូតផ្ទុយទៅវិញគោលដៅគឺជាក្តីស្រមៃដែលមានកាលបរិច្ឆេទកំណត់និងផែនការសកម្មភាពគោលដៅមិនមែនគ្រាន់តែជាការចង់បាននោះទេតែវាគឺជាការបដិញ្ញាចិត្តក្តីស្រមៃគឺនិយាយអំពីអ្វីដែលអ្នកចង់បានប៉ុន្តែគោលដៅគឺនិយាយអំពីរបៀបដែលអ្នកនឹងត្រូវធ្វើដើម្បីទៅដល់ទីនោះភាពខុសគ្នាដ៏ធំបំផុតនោះគឺក្តីស្រមៃគឺឥតគិតថ្លៃតែគោលដៅគឺមានតម្លៃដែលត្រូវបង់តម្លៃនោះគឺការលះបង់ពេលវេលាការតស៊ូញើសឈាមនិងវិន័យយ៉ាងតឹងរ៉ឹងបំផុតក្តីស្រមៃគ្រាន់តែជាបន្ទាត់ចាប់ផ្ដើមប៉ុន្តែគោលដៅគឺជាផ្លូវដែលអ្នកត្រូវរត់កាត់ឧបសគ្គរាប់ម៉ឺនជំពូកមនុស្សដែលជោគជ័យគឺមិនគ្រាន់តែអង្គុយរងចាំក្តីស្រមៃខ្លាចជាការពិតនោះទេគេចាប់យកក្តីស្រមៃនោះមកហែកជាចំណែកតូចៗរួចបង្កើតវាទៅជាគោលដៅប្រចាំថ្ងៃប្រចាំខែនិងប្រចាំឆ្នាំនៅពេលដែលអ្នកមានគោលដៅអ្នកនឹងឈប់សួរថាតើនៅពេលណាទើបខ្ញុំបានវាហើយអ្នកនឹងចាប់ផ្ដើមសួរថាតើថ្ងៃនេះខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីបានវាកុំបណ្ដោយឲ្យជីវិតរបស់អ្នកកន្លងផុតទៅជាមួយតែការស្រមើស្រមៃក្តីស្រមៃអាចបំផុសគំនិតអ្នកប៉ុន្តែមានតែគោលដៅទេដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានចូលក្រោកឈរឡើងបើកភ្នែកឲ្យធំហើយបដូរពាក្យថាខ្ញុំប្រាថ្នាចង់បានទៅជាពាក្យថាខ្ញុំនឹងធ្វើវាឲ្យបានថ្ងៃនេះបើសិនបើអ្នកមានក្តីស្រមៃមួយដ៏ធំសូមកុំទាន់អាលអបអរវាចូលចាប់ផ្ដើមសរសេរផែនការសកម្មភាពចុះកាលបរិច្ឆេទឲ្យបានច្បាស់លាស់ហើយចាប់ផ្ដើមដើរជំហានដំបូងចងចាំថាក្តីស្រមៃដែលគ្មានការអនុវត្តគឺជាការខ្ជះខ្ជាយពេលវេលាប៉ុន្តែក្តីស្រមៃដែលប្រែក្លាយជាគោលដៅគឺជាការកសាងអនាគតបើកទំព័រថ្មីនៃជីវិតរបស់អ្នកដោយឈប់គ្រាន់តែជាអ្នកសម័យហើយក្លាយជាអ្នកធ្វើចាប់ពីវិនាទីនេះតទៅ